ខ្ញុំចង់បានសង្គ្រាមខ្ញុំចង់ឲ្យខ្មែរតដៃចង់ឲ្យតាហ៊ានខ្មែរតដៃជាមួយនឹងតាហ៊ានសៀមបាញ់គ្នាដឹងចាញ់គ្នាចឹងម្នាក់ចង់បានសង្គ្រាមម្នាក់លេងចង់បានសន្តិភាពយើងត្រូវដឹងថាសង្គ្រាមមិនមែនមួយថ្ងៃចប់ហើយក៏មិនមែនមួយខែចប់ដែរកុំចង់បង្កើតសង្គ្រាមឲ្យសោះបងប្អូនទាំងអស់គ្នាយើងត្រូវតែស្រឡាញ់សន្តិភាពទើបអាចបន្តចំនួនកូនចៅរបស់យើងរស់បានសុខស្រួលបើសិនតែយើងចង់បង្កើតសង្គ្រាមប្រកាសជាមានការលំបាកសង្គ្រាមបងប្អូនត្រូវដឹងថាវាជាការវឹកវរនិងការបំផ្លាញដ៏ធំធេងហើយមានការឈឺចាប់រវាងប្រទេសមួយទៅប្រទេសមួយរវាងកូនចៅតចំនួនរបស់យើងហើយវាមិនអាចដោះស្រាយក្នុងរយៈពេលមួយខែឬក៏មួយថ្ងៃឬក៏មួយឆ្នាំបានទេបងប្អូនអញ្ចឹងសង្គ្រាមតាមមួយពេលតិចតួចវាអាចបង្កអូបន្លាយរយៈពេលយូរឆ្នាំវាបំផ្លាញគ្រប់បែបយ៉ាងបំផ្លាញទាំងជីវិតមនុស្សបំផ្លាញទាំងផ្ទះសម្បែងបំផ្លាញទាំងកសិកម្មឧស្សាហកម្មផ្សេងហើយវាមានផលប៉ះពាល់ទៅដល់ជីវភាពសង្គមយូរអង្វែងទៀតអញ្ចឹងបើសិនជាយើងចង់បានសង្គ្រាមតើប្រទេសយើងប្រហែល100ឆ្នាំទៀតទើបអាចក្លាយជាប្រទេសអភិវឌ្ឍអាចក្លាយទៅជាប្រទេសដែលរីកចម្រើនដូចខាងប៉ៃអឺរ៉ុបបានបងប្អូនទាំងអស់គ្នាអញ្ចឹងកុំស្រមៃថាចង់បានសង្គ្រាមអីសង្គ្រាមមិនមែនជារឿងងាយស្រួលទេសង្គ្រាមតែបន្តិចអាចធ្វើឲ្យយើងឈឺចាប់រាប់រយឆ្នាំអាចធ្វើឲ្យកូនចៅចំនួនក្រោយបាត់បង់ផ្ទះសម្បែងបាត់បង់ពេលវេលាបាត់បង់អ្វីគ្រប់យ៉ាងតាមប្រវត្តិសាស្ត្ររបស់ខ្មែរយើងបងប្អូនពេលដែលយើងបង្កើតសង្គ្រាមម្ដងទុកបន្សល់ទុកការឈឺចាប់បន្សល់ទុកការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសដល់ក្មេងចំនួនក្រោយដូចជាពួកយើងដែលកំពុងតែជួបផលវិបាកដោយសារតែសង្គ្រាមពីសម័យដើមណាបងប្អូនទាំងអស់គ្នាបងប្អូនចូលគិតមើលតែបន្តិចអារឿងសង្គ្រាមនេះបើសិនតែយើងបាញ់គ្នាប្រយុទ្ធគ្នាជាមួយសៀមរោដឹងឈ្នះដឹងចាញ់អញ្ចឹងការប្រយុទ្ធតែបន្តិចទុកស្នាមការឈឺចាប់ទុកការបែកបាក់ប្រាត់ប្រាសបងប្អូនគ្រួសារមានស្ត្រីមេម៉ាយមានក្មេងកំព្រាជាច្រើនតចំនួនការបែងចែកគ្នារវាងជាតិអាចវាបំផ្លាញសេចក្តីជឿជាក់បាត់បង់សាមគ្គីគ្នាទៅវិញទៅមកប្រទេសណាដែលធ្លាក់នៅក្នុងសង្គ្រាមបងប្អូនត្រូវចាំថាត្រូវចំណាយពេលរាប់សតវត្សតម្រាំតែនឹងអភិវឌ្ឍឬក៏ស្ដារសេដ្ឋកិច្ចឡើងវិញបានណាបងប្អូនទាំងអស់គ្នាសង្គ្រាមមិនមែនមានតែអ្នកឈ្នះឬក៏អ្នកចាញ់តែប៉ុណ្ណោះទេវាជាក់ស្ដែងមនុស្សគ្រប់គ្នាគឺជាអ្នកចាញ់ព្រោះគ្មាននរណាដែលអាចទទួលបានសន្តិភាពពេញលេញពិតប្រាកដទេវាមានតែទទួលបានការស្លាប់ការទុកព្រួយការឈឺចាប់បែកបាក់គ្រួសារកំព្រាបាត់បង់គ្រួសារតែប៉ុណ្ណេះឯងបងប្អូនទាំងអស់គ្នាហើយស្នាមរបួសនេះបើសិនជាការឈឺចាប់នេះបងប្អូនមិនមែនមួយថ្ងៃអាចជាទេមានន័យថាវាចងចាំដកចិត្តនៅក្នុងចិត្តយើងតចំនួនដោយសម័យប៉ុលពតចឹងណាបងប្អូនទាំងអស់គ្នាសង្គ្រាមប៉ុលពតបែកបាក់គ្រួសារសម្លាប់មនុស្ស3លាននាក់បងប្អូនគិតមើលថាឥឡូវនៅផ្លេចអត់នៅតែចងចាំដដែលនេះជាវិបត្តិនៃសង្គ្រាមកុំនាំគ្នាចង់បង្កើតសង្គ្រាមអីកុំចង់អោយប្រទេសយើងមានសង្គ្រាមអីព្រោះប្រទេសយើងមានសង្គ្រាមតចំនួនច្រើនណាស់តម្រាំតែនឹងបានសន្តិភាពពេញលេញដូចសពថ្ងៃនេះណាបងប្អូនទាំងអស់គ្នាអញ្ចឹងកុំសម័យតែចង់បង្កើតសង្គ្រាមអីវាមិនមែនជារឿងងាយស្រួលវាមិនមែនជាដំណោះស្រាយសម្រាប់ប្រទេសយើងទេព្រោះប្រទេសយើងទៅងើបបើសិនតែយើងចង់ឲ្យវាត្រឡប់ទៅអតីតកាលវិញដឹងស្មើណាបើប្រទេសយើងរីកចម្រើនបងប្អូនទាំងអស់គ្នាត្រូវពិចារណាមើលច្បាស់ហេតុដូច្នេះហើយសង្គ្រាមវាមិនមែនជាផ្លូវដើម្បីដោះស្រាយទំនាស់គ្នាទៅវិញទៅមកបានទេបងប្អូនទាំងអស់គ្នាការបញ្ចប់សង្គ្រាមមួយត្រូវការពេលវេលាយូរការចរចាការសហការគ្នារវាងប្រទេសមួយទៅកាន់ប្រទេសមួយបើសិនតែយើងចាប់ផ្ដើមគិតពីសង្គ្រាមគឺដូចយើងកំពុងតែចាប់ផ្ដើមបំផ្លាញអនាគតរបស់ខ្លួនឯងអញ្ចឹងបងប្អូនទាំងអស់គ្នាដូច្នេះហើយយើងត្រូវតែថែរក្សាសន្តិភាពហើយយើងត្រូវចេះអត់ធ្មត់ចេះសម្ដែងការយោគយល់គ្នាការគោរពគ្នាទៅវិញទៅមករវាងប្រទេសមួយទៅប្រទេសមួយបើប្រទេសគេធ្វើខ្លាំងដាក់យើងអញ្ចឹងយើងធ្វើលក្ខណៈចាស់ទុំយើងមានអន្តរជាតិជាខ្នងបង្អែកបើសិនជាយើងមិនគោរពច្បាប់អន្តរជាតិទេគ្មានអន្តរជាតិណាមកជួយយើងបានទេដោយសារអីយើងមិនអាចតិនជួយខ្លួនឯងបានពេញលេញទេព្រោះយើងប្រទេសយើងនៅតូចណាស់ហើយយើងក៏ទៅងើបពីសង្គ្រាមដែរបងប្អូនទាំងអស់គ្នាត្រូវចងចាំបងប្អូនមើលតែខាងអឺរ៉ុបទៅបានហើយអ៊ីស្រាអែលជាមួយនឹងហ្គាហ្សាអញ្ចឹងបាញ់គ្នាខំអភិវឌ្ឍមកមានន័យថារាប់រយឆ្នាំមកបំផ្លាញត្រឹមតែមួយថ្ងៃពីរថ្ងៃលលាយប្រទេសអស់លលីងអញ្ចឹងក្មេងៗអត់អាហារហូបចាស់ជរាអីក៏ឈឺអីក៏គ្មានថ្នាំពេទ្យថ្នាំសង្កូវណាទៅជួយបែកបាក់គ្រួសារបាត់បង់ផ្ទះសម្បែងបាត់បង់ទ្រព្យសម្បត្តិទាំងសម្បត្តិជាតិសម្បត្តិឯកជនអញ្ចឹងបាត់បង់ទាំងអស់នេះហើយគឺជាវិបត្តិនៃសង្គ្រាមអញ្ចឹងបងប្អូនកុំសម័យអសោះថាសង្គ្រាមវាជារឿងងាយស្រួលសួរតែចាស់ទៅកាត់ដឹងហើយថាគ្មានអ្នកណាចង់ឆ្លងកាត់សង្គ្រាមទេអញ្ចឹងខ្មែរយើងឆ្លងកាត់សង្គ្រាមច្រើនចំនួនណាស់បើសិនជាបងប្អូនចង់ឲ្យបន្តឲ្យមានសង្គ្រាមតទៅទៀតប្រទេសយើងប្រកាសជារលាយផុតពីផែនដីខ្ញុំជឿជាក់ថាប្រទេសយើងនឹងរលាយផុតពីផែនដីគ្មាននៅក្នុងផែនទីលើពិភពលោកទៀតទេព្រោះប្រទេសយើងវាដូចកូនដៃប្រទេសគេផ្សេងដូចថាសដូចចង្អេរយ៉ាងធំណាស់បើសិនតែយើងចង់ឲ្យមានសង្គ្រាមបន្តទៅទៀត
ខ្ញុំជឿជាក់ថាប្រទេសខ្មែរយើងប្រកាសជាលលាយផុតពីផែនដីអញ្ចឹងបងប្អូនត្រូវតែស្រឡាញ់សន្តិភាពរួមគ្នាការពារប្រទេសយើងទាំងអស់គ្នាទោះបីជាគេឈ្លានពានក៏ដោយយើងត្រូវតែតតាំងប៉ុន្តែមិនបង្កើតសង្គ្រាមតតាំងបែបមនុស្សចាស់ទុំ